អ្នកដទៃគេមើលងាយយើងហើយចុះហេតុអីខ្លួនយើងត្រូវតែមើលងាយខ្លួនឯងដែរមើលងាយខ្លួនឯងគឺស្មើនឹងយើងទទួលស្គាល់ថាអ្វីដែលគេនិយាយតេះដៀលមាក់ងាយយើងជាការពិតយើងមិនអាចហាមឃាត់ការគិតរបស់អ្នកដទៃបានមែនប៉ុន្តែខ្លួនយើងអាចធ្វើឲ្យចេញជាលទ្ធផលដែលអាចបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាអ្វីដែលគេគិតគេមាក់ងាយយើងជារឿងខុសលោក Michael Bloomberg និយាយថាកុំភ័យខ្លាចក្នុងការការពារខ្លួនអ្នកត្រូវតែមានជំនឿជាក់លើសមត្ថភាពខ្លួនឯងនិងមិនត្រូវឲ្យមនុស្សចោលម្សៀតមើលងាយអ្នកបានឡើយអ្នកដទៃគេអាចមិនស្គាល់ច្បាស់អំពីខ្លួនយើងគេអាចនឹងមិនទាន់ដឹងពីសមត្ថភាពដែលយើងមានគេអាចមិនយល់នៅអ្វីដែលយើងកំពុងធ្វើប៉ុន្តែខ្លួនយើងគឺច្បាស់ណាស់ថាយើងស្គាល់និងដឹងពីខ្លួនឯងមានអ្វីកំពុងធ្វើអ្វីឲ្យពិតប្រាកដវាមិនមែនជារឿងចម្លែកអ្វីទេដែលតែងតែមានអ្នករិះគន់នៅអ្វីដែលយើងធ្វើហើយក៏វាគ្មានអីគួរឲ្យភ័យខ្លាចនោះឡើយពេលដែលមានមនុស្សដែលមិនឲ្យតម្លៃយើងឬមើលងាយយើងតាមពិតទៅមនុស្សទាំងអស់នេះគឺជាធម៌ពលជំរុញទឹកចិត្តដ៏ឃ្លាវខ្លាក្នុងការឲ្យយើងរត់តែមានឆន្ទៈចង់បន្តនិងប្រឹងប្រែងធ្វើឲ្យលេចចេញជាលទ្ធផលបន្ថែមទៀតទៅវិញទេលោក Manny Pacquiao ដែលជាអ្នកនយោបាយនិងជាកីឡាករប្រដាល់ហ្វីលីពីនដែលមិនចេះចុះចាញ់បានផ្ដល់ទស្សនៈដ៏មានតម្លៃសម្រាប់ឲ្យយើងមានកម្លាំងចិត្តថាអរគុណចំពោះបុគ្គលដែលនិយាយប្រាប់ខ្ញុំថាអ្នកមិនអាចទៅរួចទេនេះគ្រាន់តែជាមូលហេតុមួយដែលធ្វើឲ្យខ្ញុំរឹតតែចង់បន្តធ្វើវាឲ្យបានអ្នកដទៃគេគិតបែបណាមកលើយើងវាមិនមែនជារឿងសំខាន់អ្វីដែលសំខាន់សម្រាប់ខ្លួនយើងតែយើងបានស្គាល់ខ្លួនឯងច្បាស់ឬនៅចង់ធ្វើអីហេតុអីបានយើងចង់ធ្វើវាតែយើងបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើវាឬនៅពេលដែលយើងបានដឹងពីអ្វីដែលខ្លួនយើងកំពុងធ្វើបានស្គាល់ពីខ្លួនឯងច្បាស់វាមិនមានរឿងអីដែលយើងគួរឲ្យខ្លាចក្នុងការចាប់ផ្ដើមបេសកកម្មធ្វើវានោះទេប៉ុន្តែបើយើងយល់ថាសមត្ថភាពយើងនៅមានកម្រិតការគិតរបស់យើងវានៅស្ទើរចំណេះដឹងមិនទាន់ពេញលេញក៏មើលងាយខ្លួនឯងឲ្យសោះផ្ទុយពីនេះយើងត្រូវតែព្យាយាមពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀតហើយត្រូវលើកទឹកចិត្តប្រាប់ខ្លួនឯងជាដរាបថាខ្លួនឯងអាចធ្វើបានប្រធានាធិបតីទី45និងទី47របស់សហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាបើអ្នកមិនជឿជាក់លើខ្លួនឯងផងតើមាននរណាជឿជាក់លើអ្នកទៅពិតប្រាកដណាស់ថាតម្លៃរបស់មនុស្សយើងគឺសន្តិដ្ឋនៅលើយើងជាអ្នកសាងឡើងការបង្កើតទំនុកចិត្តក៏ខ្លួនយើងជាអ្នកសាងឡើងដូចគ្នាចង់ឲ្យអ្នកដទៃគេជឿជាក់គេទុកចិត្តប៉ុន្តែយើងមិនព្រមសាងខ្លួនជាទីទុកចិត្តមិនទាំងជឿជាក់លើខ្លួនឯងផងសួរថាមានបុគ្គលរូបណាស្ម័គ្រចិត្តជឿជាក់លើយើងនោះមិនថាអ្នកកំពុងស្ថិតនៅក្នុងកលៈទេសៈបែបណាក៏មិនត្រូវបោះបង់ខ្លួនឯងមើលងាយខ្លួនឯងឡើយមិនព្រមមើលងាយខ្លួនឯងវាគឺជាកត្តាមួយដែលអាចឲ្យយើងឈានជើងបានទៅមុខជានិច្ចក្រៅពីនេះយើងក៏មិនត្រូវមើលងាយអ្នកដទៃដូចគ្នាយើងមិនចូលចិត្តការមើលងាយមើលថោកដូចនេះយើងក៏ផ្ដល់អារម្មណ៍មាក់ងាយនេះទៅកាន់អ្នកដទៃមនុស្សដែលកើតមកក្នុងលោកយើងមិនថាក្នុងទូនីតិឋានៈអ្វីគឺសុទ្ធតែមានតម្លៃតាមបែបផែនរបស់ខ្លួនរៀងៗខ្លួនយើងគ្មានសិទ្ធិទៅអាកាត់ឬដាក់តម្លៃលើបុគ្គលរូបណាឡើយព្យាយាមធ្វើល្អផ្ដល់គុណតម្លៃដល់មនុស្សជុំវិញខ្លួនមើលថែខ្លួនឯងឲ្យល្អកុំមើលស្រាលខ្លួនឯងនោះយើងក៏ទទួលបាននូវអ្វីដែលល្អៗតាមនឹងដូចគ្នា